នេះអស់លោកមន្ត្រីជាន់ខ្ពស់គាត់ដឹងផែនការនេះច្បាស់ណាស់ប៉ុន្តែគ្រាន់តែយើងជាប្រជាជនយើងអត់បានយល់ដឹងអំពីចំណុចទាំងអស់ហ្នឹងបាននិយាយតែកំពុងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស CCP អាណត្តិទី2ដើម្បីចំនួនលោកឈីងការឿងដែលគួរឲ្យខ្លាចបំផុតដែលវ៉ាងជីនិយាយទៅកាន់ពិភពលោកតើអ្នកពិតគេចង់ឲ្យយើងបើកប្រអប់ Pandora មែនទេឥឡូវបើកហើយញ៉ៃចង់ឲ្យខ្ញុំសម្លាប់ពិភពលោកមែនទេពិភពលោកទាំងមូលខ្លាំងបច្ចេកវិទ្យាទំនើបខ្លាំងសពាវុធខ្លាំងកងទ័ពប៉ុន្តែពិភពលោកអត់ខ្លាំងនៅភាពថោកទាបដូចវាដែលបង្កើតមន្ទីរពិសោធន៍មេរោគសាហាវអញ្ចឹងទេអាហ្នឹងហើយដែលវាចង់ប្រាប់ថាវាខ្លាំងអាហ្នឹងពេលដែលវ៉ាងជីស្រែកនៅពេលនោះក្រោយមកប្រហែលខែក្រោយមកមិនស្រែកមិនមានការផ្ទុះមេរោគកូវីដហើយនឹងចាក់វ៉ាក់សាំងនេះឯងអាហ្នឹងហើយគឺជាការបើកប្រអប់ Pandora ហើយកាលណាវាបើកប្រអប់ Pandora ហើយវាងាយចប់ទេបានន័យថាមេរោគងាយស្រួលនៅក្នុងការផលិតលឿនបំផុតឥឡូវនេះពី3នាទីវាអាចផលិតមេរោគថ្មីមកបានយ៉ាងរលូនហើយអ្នកដែលពាក់ព័ន្ធនៅក្នុងពាក់ព័ន្ធបញ្ហាមេរោគទាំងអស់នេះអ្នកណា Bill Gates នាង von der Leyen ប្រធានសហភាពអឺរ៉ុប Fauci Klaus Schwab George Soros ពួកនេះឯងជាពួកមេរោគទាំងអស់ហ្នឹងឯងជាអ្នកបង្កើតមេរោគដែលពួកសាហាវប៉ុន្តែនៅក្នុងដំណាក់កាលចុងក្រោយនេះកាលណាវាបង្កើតមេរោគថ្មីនេះគឺវាសម្លាប់ខ្លួនវាទាំងអស់អាហ្នឹងរឿងល្អនៅខាងក្រោយប៉ុន្តែរឿងរបស់យើងវាអត់ល្អទេដូចខ្ញុំនិយាយចឹងយ៉ាងណាប្រទេសគេផ្សេងមានគណៈបកប្រឆាំងដែលគេស្រឡាញ់ប្រទេសពិតប្រាកដដែលគេក្លាហានគេហ៊ានតស៊ូពិតប្រាកដនៅប្រទេសយើងអត់មានទេអ្នកខ្លាំងពិតប្រាកដអ្នកតស៊ូពិតប្រាកដជាប់គុកគំរាមកំហែងសម្លាប់សម្លត់អស់ហើយនៅតែពួកអតែស្គរទេអញ្ចឹងអត់មានអ្នកណាដើម្បីជួយយើងទាំងអស់គ្នាទេមានតែយើងជួយខ្លួនឯងទាំងអស់គ្នាតែប៉ុណ្ណោះឯងសម្រាប់បញ្ហាមេរោគនេះជាមួយនឹងអាមេរិកគឺស្មើធ្វើឲ្យអាមេរិកទទួលបាននៅភ័ស្តុតាងដោយមិនបាច់ពិបាកឲ្យអាមេរិកពេលដែលអនុវត្តច្បាប់សម្រាប់មនុស្សជាតិទៅមិនបាច់ពិបាករកភ័ស្តុតាងច្រើនភ័ស្តុតាងរបស់អាមេរិកមានហើយប៉ុន្តែដល់ពេលវាបន្ទុះមេរោគថ្មីនេះណាគឺប្រៀបដូចជាវាបំពេញបន្ថែមឲ្យគ្រប់នៃភ័ស្តុតាងមិនពិបាកនៅក្នុងការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកចំពោះពួកអ៊ុក្រិតជនទាំងអស់នេះរឿងអ្នកដែលគេកំចាត់ពួកអបិយសាច់អស់នេះគេនឹងធ្វើប៉ុន្តែតម្រាំតែធ្វើដោយសារអីគឺគេត្រូវការមានការអនុវត្តច្បាប់ត្រឹមត្រូវមិនដូចយើងទេតែពួកវាសម្រាប់យើងវាអត់បានគិតពេលវេលាទេវាអត់បានកំណត់ម៉ោងទេវាអត់កំណត់ច្បាប់ទេពេលណាក៏វាសម្រាប់ខ្មែរយើងបានគ្រប់ពេលដែរហើយអ្នកទាំងអស់គ្នាត្រូវចាំដូចខ្ញុំនិយាយចឹងប្រទេសណាក៏ដូចប្រទេសណាដែរនៅក្នុងប្រជាជននៅក្នុងប្រទេសរបបកុម្មុយនីសមនុស្សកាន់តែច្រើនឡើងកំពុងមានគំនិតដូចគ្នាថាតើពេលណាស៊ីនឹងចុះចេញពីតំណែងនៅប្រទេសចិនសម្រាប់នៅកម្ពុជាមនុស្សកាន់តែច្រើនឡើងកំពុងតែមានគំនិតដូចគ្នាថាតើពេលណាគ្រួសារអំណាចឆ្កែយួនចិនវានឹងដួលរលំប្រសិនបើស៊ីបន្តបង្កបញ្ហារយៈពេលយូរទៀតមនុស្សនឹងចាប់ផ្ដើមគិតថាតើពេលណាស៊ីនឹងចប់នៅពេលដែលគំនិតនៃការបញ្ចប់នេះកាន់តែខ្លាំងឡើងការស្លាប់របស់ស៊ីនឹងនៅមិនឆ្ងាយនោះទេនៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នាកាលណាទង្វើខូខើប្រៃផ្សៃរបស់អាឆ្កែយួនចឹងសម្លាប់មនុស្សជាតិកាន់តែខ្លាំងឡើងសម្លាប់ទាំងមនុស្សទាំងមន្ត្រីទាំងមនុស្សចំណិតរបស់ខ្លួនសេចក្តីវិញ្ញាណរបស់វាក៏មិននៅឆ្ងាយដែរក្នុងโลกនេះគ្មានអ្វីអមតៈទេជាពិសេសមនុស្សអាក្រក់វាមិនអាចអមតៈបានទេប៉ុន្តែមុននឹងវាងាប់វានឹងសម្លាប់យើងទាល់តែអស់ព្រោះយើងងាយស្រួលឲ្យវាសម្លាប់ដូចយើងរាល់ថ្ងៃដូចអាត្រីនៅក្នុងឆ្នាំងអញ្ចឹងអាត្រីដែលគេប្រោះនៅក្នុងពាងអញ្ចឹងខ្មែរយើងមួយថ្ងៃដូចអាត្រីគេប្រោះនៅក្នុងពាងអញ្ចឹងគេចង់ចាប់ស្មាមានគេស្ងោស្មាមានគេអាំងស្មាមានគេបំពងស្មាមានគឺបានតាមអំពើចិត្ត
ជាមួយនៅក្នុងការលុបចោលទឹកធការរបស់សហរដ្ឋអាមេរិកហើយអន្តរជាតិវាពាក់ព័ន្ធជាមួយនៅក្នុងករណីឥឡូវនេះវាពាក់ព័ន្ធជាមួយនឹងករណីដែលគេដាក់ទណ្ឌកម្មអាពួកកុម្មុយនីសតបហើយសហរដ្ឋអាមេរិកចាប់ផ្ដើមលុបចោលទឹកធការសម្រាប់អិសរាជជនអ៊ីរ៉ង់ហើយវគ្គបន្ទាប់ច្បាស់ណាស់គឺជាគណៈបកកុម្មុយនីសចិនហើយនឹងឆ្កែបំរើរបស់វាទាំងអស់ហើយកាលណាសហរដ្ឋអាមេរិកអនុវត្តទាំងអស់នេះហើយប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកទាំងអស់គឺត្រូវតែអនុវត្តដូចគ្នាអញ្ចឹងដែលឲ្យមើលឃើញថាឥឡូវនេះគេកំពុងតែដំឡើងតំណែងនាងអុកញ៉ាមកពីអាឡឺម៉ង់មានអ្នកឆ្ងល់ច្រើនមានអ្នកវល់ច្រើនមានអ្នកពលច្រើនអត់ដឹងថាខ្លួនឯងកំពុងតែគេត្រូវគេសម្លាប់ទេស្រុកខ្មែរគ្រប់អុកញ៉ាទាំងអស់អត់មានអុកញ៉ាមួយណាស្អាតស្អំទេអ្នកដែលស្អាតស្អំមិនអាចកាន់លុយឲ្យមិនអាចរកស៊ីនៅក្នុងស្រុកខ្មែរបានទេអ្នកទាំងអស់គ្នាត្រូវចាំឲ្យច្បាស់អញ្ចឹងគ្មានអុកញ៉ាណាមកពីអាឡឺម៉ង់អាឡឺមួយណាជាមនុស្សស្អាតស្អំទេគ្រាន់តែវាបាន brand ប្តីអាឡឺម៉ង់ដើម្បីកាន់លុយនៅអាឡឺម៉ង់ព្រោះដោយសារតែមេដឹកនាំអាឡឺម៉ង់បច្ចុប្បន្នគឺជាបណ្ដាញរបស់កុម្មុយនីសចិនរាល់អ្នកអួតខ្លួនអូនៅអង់គ្លេសនៅគេនៅអារ៉ាប់នៅឌូបៃអីហ្នឹងសិតតែពួកប្រព័ន្ធអាកុម្មុយនីសចិនទាំងអស់សិតតែពួកពាក់ព័ន្ធជាមួយនឹងការលាងលុយក៏ខ្វក់ទាំងអស់លុយឧក្រិដ្ឋកម្មទាំងអស់តិចទៀតពួកវានឹងត្រូវគេឲ្យស្លាប់ពួកវាទាំងអស់នេះនឹងត្រូវគេឲ្យស្លាប់សបាយចៃលុយមួយរយៈពេលខ្លីតែប៉ុណ្ណោះឯងអ្នកចាំតែមើលទៅពួកទាំងអស់នេះមិនស្លាប់លុះត្រាតែរបបកុម្មុយនីសវាអត់ដួលរលំតែបើកាលណាវាដឹងខ្លួនថាវាត្រូវតែដួលរលំពួកទាំងអស់នេះវាត្រូវតែឲ្យស្លាប់ទាំងអស់ព្រោះកាលណាអ្នកឯងកាន់លុយឧក្រិដ្ឋជនកាន់លុយលាងលុយកខ្វក់គេមិនទុកឲ្យអ្នកឯងធ្វើជាសាក់សីរស់សម្រាប់ឲ្យអាមេរិកនិងអន្តរជាតិដាក់ទោសទៅលើអារបបចោលទេអ្នកទាំងអស់គ្នាត្រូវចាំឲ្យច្បាស់កាលណាបកគលទាំងអស់នេះត្រូវបានអាមេរិកចាប់បានគឺប្រៀបដូចជាសាក់សីរស់ដែលសារភាពអំពីប្រព័ន្ធមេខ្លោងអ្នកពាក់ព័ន្ធធំគឺជាពិសេសគឺអាមេដឹកនាំនឹងឯងអញ្ចឹងគេទុកឲ្យពួកវារស់ទេគេមិនទុកឲ្យរស់ទេអញ្ចឹងសបាយចិត្តត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះឯងសំដែងធ្វើជាអ្នកមានបនពេលខ្លីតែប៉ុណ្ណោះឯងតិចទៀតគេនឹងខ្វាយហើយអូខេសហរដ្ឋអាមេរិកចាប់ផ្ដើមលុបទឹកធការសម្រាប់អិសរាជជនអ៊ីរ៉ង់ហើយវគ្គបន្ទាប់ច្បាស់លាស់ច្បាស់ណាស់គឺជាគណៈបកកុម្មុយនីសចិននិងប្រព័ន្ធរបស់កុម្មុយនីសចិនទាំងអស់ដែលជាប្រទេសដែលជាអាយ៉ងបម្រើរបស់កុម្មុយនីសចិនហើយនឹងត្រូវលុបអស់ទ្រព្យសម្បត្តិចំណែកគ្រួសាររបស់អិសរាជជនអ៊ីរ៉ង់ឥឡូវនេះដែលត្រូវបានរឹបអូសទ្រព្យសម្បត្តិគឺអាហ្វសាដែលជាក្មួយស្រីរបស់លោកសាឡៃម៉ានីគឺជាឧទាហរណ៍ដ៏ល្អមួយគាត់បានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2019តាមរយៈសិទ្ធិជ្រកកោននយោបាយហើយបានផ្លាស់ប្ដូរជំហររបស់គាត់ភ្លាមបន្ទាប់ពីទទួលបានឋានៈដោយគ្រប់គ្រងរបបអ៊ីរ៉ង់ខណៈពេលដែលកំពុងតស៊ូមតិគ្រប់គ្រងភេរវកម្មសាសនាជ្រុលនិយមរបបអ៊ីរ៉ង់និងសិទ្ធិមនុស្សខណៈពេលដែលកំពុងរីករាយនឹងជីវិតដ៏ប្រណិតនិងឥតគិតថ្លៃនៅសហរដ្ឋអាមេរិកអ្នកឯងមើលងាយអាមេរិកហ៎ម្លាប់អាមេរិកហើយអ្នកឯងមកធ្វើឯងមកចង់រស់នៅលើទឹកដីអាមេរិកហ៎លោករដ្ឋមន្ត្រីការបរទេសម៉ាកូរ៉ូប៊ីអូលោកមានគម្រោងលុបចោលទឹកធការរបស់អិសរាជជនអ៊ីរ៉ង់ចំនួន3នាក់3000ទៅ4000នាក់រួមទាំងគ្រូបង្រៀននិងសាស្ត្រាចារ្យមួយចំនួនផងដែរសាច់ញាតិទាំងនេះរបស់សមាជិកជាន់ខ្ពស់នៃរបបអ៊ីស្លាមរស់នៅក្នុងជីវិតដ៏ប្រណិតនៅសហរដ្ឋអាមេរិកគឺខុសគ្នាទាំងស្រុងពីអ្នករស់នៅក្រោមរបបផ្ដាច់ការអ៊ីរ៉ង់ខ្លួនឯងឲ្យរស់នៅប្រទេសសេរីប៉ុន្តែគ្រប់គ្រងពួកអឃាតករដឹកនាំសម្លាប់មនុស្សជាតិយ៉ាងឃោរឃៅប្រៃសៃនៅក្នុងប្រទេសអ៊ីរ៉ង់អញ្ចឹងឲ្យវាទៅរស់នៅក្នុងទៅមកនៅនឹងធ្វើអីដោយពួកអាឆ្កែបំរើអាយ៉ងរបស់អាឆ្កែបំរើយន្តចិននៅអាមេរិកជាច្រើនតិចទៀតនឹងដល់វេនពួកវាអញ្ចឹងដូចគ្នាបើអ្នកឯងគ្រប់គ្រងអាឃាតករសម្លាប់មនុស្សជាតិ
chẳng này ai cua từ nơi sọc rồi bỏ này ai vinh tới còn nơi Americ tiêm luôn tới cả na cái ăn đồ quát từ lơ đó bom Iran 22này ai cất hạ pua này ai để luôn nơi xãរដ្ឋ Americ ដែលគ្រប់គ្រងទង្វើខូខើប្រៃផ្សៃរបស់អាឃាតកោសម្លាប់មនុស្សជាតិតាមបញ្ជាយន្តចិត្តនៅក្នុងប្រទេសកម្ពុជានេះឯងគេថានេះឯងមានសំណាងបានប្រមាណខែប្រមាណឆ្នាំទៀតដែរគណៈបកទាំងបកកុំនេះចឹងអ៊ីរ៉ង់សាច់ញាតិទាំងនេះរបស់អេសរជនជាន់ខ្ពស់ចាត់ទុកការរិះគន់របស់សហរដ្ឋអាមេរិកថាគឺជាការងារនឹងការទៅសហរដ្ឋអាមេរិកជារបៀបរស់នៅស្អប់អាមេរិកប៉ុន្តែមួយចង់ទៅអាមេរិកប្រឆាំងជាមួយអាមេរិកដល់ពេលគេថាបានឯងប្រឆាំងស្អប់អាមេរិកឯងទៅអាមេរិកអីអានោះជារឿងការងារប៉ុន្តែគេទៅអាមេរិកនៅក្នុងនាមសាច់ញាតិគេទៅរស់នៅអាហ្នឹងគឺជារឿងជីវិតផ្ទាល់ខ្លួនខ្ញុំមិនដែរកំតិចគេប្រឆាំងគេហើយតែលើទឹកដីគេហើយមកឆ្លើយថាអូអាការងារផ្សេងអានឹងឯកជនសឹងឯកជនសឹងមែនទេអាចឆ្កែបំរើអាចោឈ្លានពានអាយ៉ងឆ្កែបំរើនៅក្នុងប្រទេសកម្ពុជានោះណាដែលទៅរស់នៅសហរដ្ឋអាមេរិកនោះណារួចខ្លួនណារួចឥឡូវនឹងរួចដល់ឡើយទេតិចទៀតជាប់តែខ្នោះជើងជាប់តែខ្នោះដៃឥឡូវហ្នឹងខ្លួនក៏រួចដៃក៏រួចជើងក៏រួចតិចទៀតណាជើងក៏ជាប់ដៃក៏ជាប់ខ្នោះដៃក៏ជាប់ខ្នោះជើងក៏ជាប់តែសំណាងបានជិះយន្តហោះអាមេរិកដែលដឹកមកដោយផ្ទាល់អាហ្នឹងអ្នកគិតថាអាមេរិកធ្វើលេងហើយមួយទៀតពាក់ព័ន្ធជាមួយនឹងមេរោគនេះដូចគ្នាតែខ្ញុំលើកឡើងថាអាមេរិកកំពុងតែចាប់ទីប្រឹក្សាផ្ទាល់ខ្លួនរបស់ Fauci ការចាប់ខ្លួនទីប្រឹក្សារបស់លោក Anthony Fauci លោកបច្ចេកបណ្ឌិតសហរដ្ឋអាមេរិកបានចាប់ខ្លួនទីប្រឹក្សាជាន់ខ្ពស់របស់លោក Fauci ជាផ្លូវការហើយលោក Fauci នឹងត្រូវជាប់គុកហើយបកពួករបស់គាត់នឹងត្រូវទទួលទោសនឹងកាត់ទោសទាំងអស់តាមប្រភពដើមនៃវីរុសពិតជានឹងត្រូវបានស៊ើបអង្កេតហើយវាពិតជាคล้ายទៅជាហេតុផលស្នូលសម្រាប់កម្ចាត់បកកុម្មុយនីសនិងបកកុម្មុយនីសទាំងអស់នៅលើពិភពលោកដែលប្រឆាំងមនុស្សជាតិអញ្ចឹងអាចឆ្កែយួនចិននៅកម្ពុជាវារួចខ្លួនទេតែដូចខ្ញុំនិយាយអញ្ចឹងកាលណាគ្រោះថ្នាក់ហានិភ័យរបស់វាកាន់តែខ្លាំងណាការពន្លឿននៃការសម្លាប់ប្រជាជនកាន់តែខ្លាំងឡើងលើសមុនអាហ្នឹងហើយវាបន្ទាប់នឹងមានការរឹបអូសទ្រព្យសម្បត្តិរបស់គ្រួសារសមាជិកបកកុម្មុយនីសទាំងអស់នៅសហរដ្ឋអាមេរិកអឺរ៉ុបជប៉ុននៅលោកខាងលិចទាំងអស់នឹងត្រូវបានរឹបអូសទ្រព្យសម្បត្តិទាំងអស់នោះគឺត្រូវរឹបអូសទាំងអស់ថ្មីនេះបកកុម្មុយនីសចិនបានចេញសេចក្តីថ្លែងការណ៍ដ៏រឹងមាំនិងមមាញឹករបស់ខ្លួនឬនិយាយបានថាគំរាមឆ្កែបំរើរបស់ខ្លួនស្គាល់ឆ្កែបំរើរបស់ខ្លួនស្គាល់ឆ្កែបំរើរបស់ចិនទេក្នុងនោះបានបង្ហាញឲ្យឃើញថាប្រទេសប្រមាណដូចជាតៃវ៉ាន់មជ្ឈមបូព៌ាអាមេរិកឡាទីនអាស៊ីប៉ុន្តែឆ្លុះបញ្ចាំងឲ្យឃើញថាអធិពលរបស់បកកុម្មុយនីសចិនត្រូវបរាជ័យព្រោះវាដឹងថាឆ្កែបំរើរបស់វាកំពុងតែមើលអំពីសមត្ថភាពរបស់វាថាតើការអួតរបស់អាកុម្មុយនីសចិនដែលឲ្យពួកអាឆ្កែបំរើចូលរួមជាមួយវាកន្លងមកឲ្យយល់ថាផែនការ1 2 3របស់វានេះអាមេរិកអត់អាចលើខ្លួនរួចវាត្រូវតែជោគជ័យនេះណាអញ្ចឹងពេលដែលពួកអាឆ្កែបំរើអាកុម្មុយនីសចិនទាំងអស់មិនថានៅអាស៊ីនៅអាមេរិកឡាទីនឬក៏នៅអឺរ៉ុបទេពេលដែលឃើញស្ថានភាពនយោបាយរបស់អាកុម្មុយនីសចិនកំពុងតែផុយស្រួយខ្លាំងច្បាស់ណាស់គេដឹងថាពួកនេះកំពុងតែរារែកចិត្តកំពុងតែដកការទុកចិត្តទៅលើអាកុម្មុយនីសចិន 80% បាត់ទៅហើយធ្វើឲ្យអាកុម្មុយនីសចិនគំរាមកំហែងយ៉ាងធំដុំឃើញទេ
អូខេការឆ្លុះបញ្ចាំងឲ្យឃើញថាអធិពលរបស់បកកុម្មុយនីសចិនត្រូវបរាជ័យឥឡូវហ្នឹងត្រូវបានធ្លាក់ថយចុះយ៉ាងខ្លាំងដោយសារប្រទេសដែលជាចំណុះរបស់បកកុម្មុយនីសចិនទាំងអស់នោះបានមើលឃើញសហរដ្ឋអាមេរិកពិតជាឈរកំពូលទាំងអំណាចបច្ចេកវិទ្យានិងសព្វវុធហើយនឹងលុយដំណាក់កាលនេះស្ថានភាពអញ្ចឹងហើយអ្វីដែលវាត្រូវបញ្ចេញបើនិយាយពីសព្វវុធបច្ចេកវិទ្យាគឺវាចាញ់អាមេរិកហើយទេអញ្ចឹងអ្វីដែលវាត្រូវធ្វើនេះមានអីទៀតមានតែកត្តាអាកាសធាតុផ្ទះបាញ់ផ្ទះទប់មេរោគបាក់សាំងជាតិពុលគ្រប់ប្រភេទនេះឯងជួយដីជាប់ជុះនេះឯងអាហ្នឹងវាកំពុងតែបង្កឡើងកាន់តែខ្លាំងយើងឃើញហ្នឹងរយៈពេលនេះហេតុអីបានជាភ្នំភ្លើងហ្វីលីពីនភ្នំភ្លើងឥណ្ឌូនេស៊ីភ្នំភ្លើងជប៉ុនភ្នំភ្លើងប្រទេសគ្រប់ប្រទេសដែលភ្នំភ្លើងខ្លះខានផ្ទុះរាប់រយពាន់ឆ្នាំហើយណាឥឡូវផ្ទុះឡើងវិញទាំងអស់នេះដោយសារអីអញ្ចឹងពីមុនអ្នកទាំងអស់គ្នាអត់ជឿទេតែឥឡូវនេះអ្នកទាំងអស់គ្នាអាចយល់ហើយការដួលរលំរបស់បកកុម្មុយនីសចិននៅពេលដែលអាហារប្រេងនិងទុនបំរុងបដូរប្រាក់បរទេសរបស់បកកុម្មុយនីសចិនมันមានគ្រប់គ្រាន់ទាំងស្រុងវានឹងវិលត្រឡប់ទៅយុគសម័យដើមបានន័យថាគឺវេទនាក្រីក្របំផុតដោយតែគេលេងរឿងរាល់ថ្ងៃឲ្យមើលអញ្ចឹងឲ្យមើលឃើញក្នុងរឿងចិនឥឡូវចិនរឿងចិនតែគេយកមកបកប្រែ AI ឲ្យយើងស្ដាប់រាល់ថ្ងៃនេះណាគឺស៊ីដីស៊ីឬឈើស៊ីស្លឹកឈើហ្នឹងប្រទេសចិននឹងវិលទៅដំណាក់កាលហ្នឹងឡើងវិញភាពអត់ឃ្លានទូទាំងប្រទេសចិនវានឹងកាន់តែខ្លាំងឡើងអាហ្នឹងដោយពេលដែលសហរដ្ឋអាមេរិកមិនទាន់ផ្ដល់ការងារនិងទីផ្សារឲ្យចិនកន្លងមកវាមានជីវភាពល្អកន្លងមកគឺដោយសារតែអាមេរិកផ្ដល់ទីផ្សារការងារឲ្យទៅតាមួយឆ្នាំរាប់ពាន់លានដុល្លារបែរជាវារមើលគុណហើយបែរជាឲ្យយល់ថាអាមេរិកមិនអាចអត់វាបានទេវាទេដែលរស់ដោយសារពឹងផ្អែកស៊ីឈ្នួលរបស់អាមេរិកដែលគេខំឲ្យដើម្បីឲ្យវាចិញ្ចឹមប្រជាជនរាប់ពាន់លានដុល្លាររាប់ពាន់លាននាក់តែបែរជាវាគេហៅថាអាសាត់ក្រពើរមើលគុណណាអាហ្នឹងចាហើយអ្វីដែលហៅថាសង្វាក់គ្រប់គង់គឺវានឹងដួលរលំហើយនៅក្នុងករណីដែលសហរដ្ឋអាមេរិកបានលក់អាវុធទៅឲ្យមជ្ឈមបូព៌ាឥឡូវនេះកន្លងមកមជ្ឈមបូព៌ាគឺអាកុម្មុយនីសចិនគ្រប់គ្រងទាំងអស់ប៉ុន្តែចាប់ពីពេលដែលសង្គ្រាមឬក៏មុនសង្គ្រាមអាមេរិកអ៊ីរ៉ង់ហើយនៅអ៊ីស្រាអែលអ៊ីរ៉ង់មកប្រទេសដែលជាឈ្នន់របស់អាកុម្មុយនីសចិននៅមជ្ឈមបូព៌ាបានមើលនៅគេហៅថាបានមើលនៅគំរូដូចខ្ញុំនិយាយមិនចឹងមើលឃើញថាអូអាវុធរបស់ចិនដែលបំពាក់នៅក្នុងប្រទេសអញទាំងអស់នេះណាសិតតែដៃអាចារ្យហ្នឹងធ្វើឲ្យកើតផងហ្នឹងឃើញទេអញ្ចឹងឥឡូវនេះប្រទេសនៅក្នុងមជ្ឈមបូព៌ាទាំងអស់ឧទាហរណ៍ដូចជាអារ៉ាប់រួមអារ៉ាប៊ីសាអូឌីផ្សេងឡាក់ហ្នឹងដែលខ្ញុំធ្លាប់លើកឡើងកន្លងមកដែលអាចិនគ្រប់គ្រងបំពាក់អាវុធបំពាក់នុយក្លេអ៊ែរមីស៊ីលអីនៅក្នុងប្រទេសទាំងអស់ហ្នឹងណាឥឡូវនេះប្រទេសទាំងអស់នោះបានងាកមកទិញសព្វាវុធរបស់អាមេរិកទាំងអស់ទេហើយមកចូលរួមជាមួយសហរដ្ឋអាមេរិកដើម្បីកម្ចាត់អ៊ីរ៉ង់ទាំងអស់កាលណាកម្ចាត់អ៊ីរ៉ង់គឺស្មើនឹងកម្ចាត់អាកុម្មុយនីសចិនហើយសហរដ្ឋអាមេរិកលក់អាវុធទៅកាន់មជ្ឈមបូព៌ាការអនុម័តយ៉ាងឆាប់រហ័សរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំលើការលក់អាវុធទៅមជ្ឈមបូព៌ាធ្វើឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយនឹងបកកុម្មុយនីសចិនដែលហៅកាត់ថា CCP លើប្រព័ន្ធការពារជាតិរបស់បណ្ដាប្រទេសមជ្ឈមបូព៌ាក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តលក់អាវុធចំនួន 8.6 លានដុល្លារនៅថ្ងៃទី1ឧសភាឆ្នាំ2026ដែលលក់ឲ្យអ៊ីស្រាអែលកាតាគុយវ៉ែតនិងអារ៉ាប់រួមបញ្ជីអាវុធជាក់លាក់រួមមាន4.01 ពាន់លានដុល្លារសម្រាប់ប្រព័ន្ធមីស៊ីល Patriot ដល់ប្រទេសកាតា 2.5 លានដុល្លារប្រព័ន្ធបញ្ជាការប្រយុទ្ធនិងប្រព័ន្ធអាវុធរបស់គុយវ៉ែតដឹកនាំឲ្យភាពជាក់លាក់ APKWS សម្រាប់អ៊ីស្រាអែលអារ៉ាប់រួមស្ថានភាពនៅមជ្ឈមបូព៌ាកំពុងកើនឡើងកម្ដៅដែលធ្វើឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់គ្រប់ទិសទីហើយប្រទេសដែលបានទិញអាវុធរបស់សហរដ្ឋអាមេរិកគឺជាក្រុមរបស់សហរដ្ឋអាមេរិកហើយគឺជាអ្នកឈ្នះហើយ
លោកប្រធានាធិបតីដូណាល់ត្រាំក៏បានបញ្ជាក់ហើយមេរោគថ្មីនេះអ្នកជំនាញបានសិក្សាយ៉ាងច្បាស់លាស់ថាវាមិនមែនជាមេរោគឆ្លងទេតែវាគឺជាមេរោគដែលក្រុមពួកឧក្រិដ្ឋជនជាអ្នកបង្កើតឡើងឃើញវីដេអូដែលខ្ញុំបានផុសឲ្យអ្នកទាំងអស់គ្នាឃើញទេអញ្ចឹងមេរោគនេះវាអត់បានឆ្លងទេបញ្ជាក់ឲ្យច្បាស់ណាព្រោះកាលណាយើងស្រែកថាវាជាមេរោគឆ្លងពួកវានឹងមានលេសដាក់បន្ទុកទៅឲ្យទៅលើសត្វកណ្ដាលតែប៉ុណ្ណោះឯងទាំងដែលវាជាអ្នកផលិតជាអ្នកបង្កើតហើយមួយទៀតអត់មានអីទៅស្លន់ស្លោទេបងប្អូនទាំងអស់គ្នាត្រូវចាំថាកាលណាអ្នកទាំងអស់គ្នាពាក់ម៉ាស់មេរោគវាកាន់តែរីកលូតលាស់ធំឡើងនៅក្នុងមាត់ហ្នឹងហើយវាធ្វើឲ្យមានការបំផ្លាញសួតរបស់យើងដូច្នេះអាមេរោគនេះវាខ្លាចតែក្តៅអ៊ុនខ្លាចការហាមាត់អត់មានម៉ាស់នេះណាខ្លាចកម្ដៅថ្ងៃណាវាអត់មានអីចម្លែកទេព្យាយាមខ្ពុលមាត់តនេះបើអត់ចង់ពិសាទឹកទេខ្ពុលមាត់ទៅខ្ពុលខ្ជាក់ចោលទៅគឺវាមិនមានបញ្ហាទេបើអ្នកទាំងអស់គ្នាហ៊ានតែពាក់ម៉ាស់អ្នកទាំងអស់គ្នាគឺនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតនៅក្នុងគោលនយោបាយរបស់ក្រុមពួក WHO អាក្រក់នេះវាកំពុងជំរុញឲ្យមនុស្សទាំងអស់ត្រូវតែពាក់ម៉ាស់ការពារដោយអាសម័យកូវីដអញ្ចឹងអត់ទេបងប្អូនមើលអាមេរិកគេផ្អើលទេមើលសហរដ្ឋអាមេរិកមើលព័ត៌មានសហរដ្ឋអាមេរិកគេផ្អើលរឿងមេរោគទេហើយលោកត្រាំក៏បានបញ្ជាក់ហើយណាហើយមិនតែប៉ុណ្ណោះអា WHO អាក្រក់នេះទៀតវាបានប្រកាសមិនអោយប្រជាជននៅប្រទេសផ្សេងៗនៅទូទាំងពិភពលោកណាប្រើប្រាស់ថ្នាំ Ivermectin ទេអ្នកដែលមានថ្នាំ Ivermectin ប្រើគឺជាមនុស្សដែលមានសំណាងហើយ Ivermectin Mebendazole Artemisinin និងប្រភេទជាច្រើនទៀតសិតតែជាថ្នាំព្យាបាលមហារីកដ៏មានប្រសិទ្ធភាពបំផុតមេរោគដែលសាហាវជាងគេបំផុតគឺមហារីកហ្នឹងហើយប៉ុន្តែបើអា Ivermectin វាអាចកម្ចាត់មហារីកត្រឹមតែអាផ្ដាសាយធម្មតាបញ្ហាប៉ុន្តែมันបាច់ជួយច្បល់ទេហើយបើសិនគេនៅតែបង្កើតគេហៅថាធ្វើការចង្អុលបង្ហាញតែអ្នកនេះផ្ទុះមេរោគមានតែព្រះអាគីតែប៉ុណ្ណោះឯងដែលបីព្យាបាលមេរោគទាំងអស់នេះបានបើអ្នកទាំងអស់គ្នាមិនអញ្ជើញព្រះអាគីមកទេអ្នកទាំងអស់គ្នានឹងត្រូវបានគេសម្លាប់ស្រែកថាមេរោគហើយអាហ្នឹងវាអត់បានឆ្លងទេអាហ្នឹងដោយបងប្អូនដែលគ្រុនដាសាយធំអញ្ចឹងបើអ្នកទាំងអស់គ្នាព្យាយាមនឹងខ្ញុំប្រាប់អញ្ចឹងពេលដែលដឹងតែក្តៅខ្លួនព្យាយាមកកខ្យល់ញ៉ាំទឹកក្តៅញ៉ាំបបរដាំបបរសក្តៅហត់ទឹកស៊ុបព្យាយាមឲ្យបានច្រើនព្យាយាមហាត់ប្រាណដើរឲ្យបានខ្លះទៅឲ្យបែកញើសអត់មានអីជាបញ្ហាទេណាអត់បញ្ហាទេហើយប្រទេសទាំងអស់នៅលើពិភពលោកឥឡូវនេះប្រទេសណាដែលស្រែកផ្ទុះមេរោគអាមេរិកកំពុងតែសម្លឹងប៉ុន្តែនៅកម្ពុជាវាអត់ខ្លាចផ្ទុះទេព្រោះបានអីថាម៉េចព្រោះវាដឹងច្បាស់ថាវាអត់មានកលាណាដើម្បីដោះស្រាយជាមួយអន្តរជាតិទេវាអត់មានផ្លូវដោះស្រាយជាមួយអាមេរិកទេបានន័យថាវាដឹងតែកំហុសវាច្រើនពេកមិនហេតុវាអញ្ចឹងបើវាជ្រុលតែមានកំហុសច្រើនហើយរឿងផ្ទុះមេរោគវាត្រូវតែផ្ទុះហើយដើម្បីអីបញ្ជាក់ភាពស្មោះត្រង់ជាមួយនឹងអាគមនិកចិនដើម្បីការពារសុវត្ថិភាពកូនចៅជាទីស្រឡាញ់របស់វាដែលនៅក្នុងដៃអាគមនិកយួនចិត្តកាលណាវាអត់បង្ហាញភាពស្មោះត្រង់ជាមួយនឹងអាចិនទេចំណុចខ្សោយរបស់វាគឺកូននឹងចៅជាទីស្រឡាញ់របស់វាគឺអាឆ្កែបម្រើយួនចិនចំណុចខ្សោយរបស់វាមានច្រើនខ្លាំងណាស់អញ្ចឹងបានប្រាប់ថាកន្លងមកហេតុអីបានជាមនុស្សជាច្រើនភ័យខ្លាចព្រោះដោយសារខ្លាចចំណុចខ្សោយនៅក្នុងដៃរបស់ពួកអាមេចៅប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងដំណាក់កាលចុងក្រោយនេះអ្នកដែលមានធនធានច្រើនជាងគេអ្នកដែលមានគេហៅថាមានរបស់ឧទាហរណ៍មានហាងពេជ្រមានក្រុមហ៊ុនណាមានជាតកែដីឡូតកែបរិយធំជាងគេមនុស្សទាំងអស់ហ្នឹងសិតតែគេហៅថាមនុស្សទាំងអស់ហ្នឹងសិតមានចំណុចខ្សោយច្រើនជាងគេបំផុតហើយចុះតម្រាំតែលោកមេចៅស្រុកខ្មែរអ្វីគ្រប់យ៉ាងសិតជារបស់គាត់បងប្អូនគិតថាហ្នឹងមិនចំណុចខ្សោយទេការគម្រាមកំហែងមនុស្សយកចំណុចខ្សោយរបស់គេយកមកដើម្បីគម្រាមជាយុទ្ធសាស្ត្ររបស់កុំនេះប៉ុន្តែទឹកចុងក្រោយនេះចំណុចខ្សោយរបស់វាអ្វីគ្រប់យ៉ាងដែលនៅក្នុងប្រទេសកម្ពុជាដែលមានអធិបតេយ្យរបស់សិទ្ធិតែជាចំណុចខ្សោយរបស់វាដ៏ធំបំផុត
trong nghe tụi con kia bờ trong ơi việc bạn sẽ bạn nghe tụi con kia trơ tay cho ảo trơ trong nách sau rồi bỏ việc trong cả lái sầm khăn tu trang rồi đấy cứ miên tài bè khi tay của nó để ai chui bàn hay nghe tụi con kia nó nói chỉ để anh chơi bè khi ao chui bảo nghe tụi con kia trong miên số bắt tập hiệp tụi con kia toàn p về lía nay đọc hàm ruột ta đấy làm bao nhiêu sao bạn na làm bay cầm chặt là công để trận chúng thua lơ cả ló mang hay thả đầm bay cầm chặt là công để chân cứ kể trâu tay vừa ở với admin set cách bạn ấy là cả nào với lôi hơi cứ như thầy gặp đầm bay ở với lôi thời thưa nhắm mày vô tại sao bằng khách bằng không set cách rồi bọc bạn công để chân rồi bọc giả loạt a mê này các bị khai mê xa cầm lỏ một cả khai mê xa năm pi quan mà pay của ngôi cả lỏ móประเทศอเมริกาลาตินจำนวน5เมียนโบลิวีโกสตาริกากิยานาปารากายตรินิดาดโตบาโกบานเจ้งใส่กระไดทลายกามุยเกาโตดักสองเปียดเซตแต่กันโกดาวตะเลปะกงมันดิฉันแต่ทัดกับซีซีพีเลิศเดี๋ยววิได้เมียนตรงเจ็ดปานหามาโดยบัญชีท่าปะกงมิชันกำปงเพื่อนโยบายเป็นกิจการตามสมมติอย่างประกอบสหรัฐอเมริกโลกร้อนมันไตรกระทรวงการบริหารสหรัฐอเมริกมาโกโรบิโอบ้านประกาศการใกล้ที่มาเพย์ประใบคายในซาชนาปีปอนมาเพย์ประมวยท่าอัฐปไตยพิบอัฐป